នៅលើកំពូលភ្នំអេនដេសក្នុងប្រទេសប៉េរូមានទីក្រុងបុរាណមួយដែលស្ថិតនៅកម្ពស់ជាង 2,400 ម៉ែត្រពីនីវ៉ូទឹកសមុទ្រអស់រយៈពេលជាង 400 ឆ្នាំទីក្រុងនេះត្រូវបានលាក់បាំងដោយព្រៃនិងអាប់រហូតមនុស្សជាច្រើនមិនដឹងថាវាមានវត្តមាននៅលើផែនដីយើងនេះផងដែរតើអ្នកណាជាអ្នកសាងសង់វាហើយហេតុអ្វីបានជាទីក្រុងទាំងមូលត្រូវបានបោះបង់ចោលថ្ងៃនេះយើងនឹងមកស្វែងយល់អំពីអាថ៌កំបាំងរបស់ Machu Picchu ដែលជាបេតិកភណ្ឌដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក Machu Picchu ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប៉េរូក្នុងជួរភ្នំអេនដេសវាត្រូវបានសាងសង់នៅលើជម្រាលភ្នំដ៏ចោទដែលព័ទ្ធជុំវិញទៅដោយជ្រោះជ្រៅនិងព្រៃពណ៌បៃតងសប្តាហ៍ថ្ងៃកន្លែងនេះគឺជាគោលដៅទេសចរណ៍ដ៏ល្បីដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំប៉ុន្តែកាលពីអតីតកាលវាជាទីក្រុងមួយដែលមនុស្សភាគច្រើនមិនធ្លាប់បានឃើញឡើយដើម្បីយល់ដឹងអំពី Machu Picchu យើងត្រូវស្គាល់អំពីអាណាចក្រអ៊ីនកាជាមុនសិនប្រហែល600ឆ្នាំមុនអាណាចក្រអ៊ីនកាគឺជាអាណាចក្រដ៏ធំបំផុតមួយនៅអាមេរិកខាងត្បូងពួកគេបានកសាងផ្លូវថ្មរាប់ម៉ឺនគីឡូម៉ែត្រប្រាសាទនិងទីក្រុងជាច្រើនទោះបីជាមិនមានម៉ាស៊ីនទំនើបក៏ដោយ Machu Picchu គឺជាស្នាដៃមួយដែលបានបង្ហាញអំពីជំនាញវិស្វកម្មដ៏អស្ចារ្យរបស់ពួកគេហើយរហូតមកដល់សព្វថ្ងៃវានៅតែធ្វើឲ្យអ្នកវិទ្យាសាស្ត្រជាច្រើនមានការភ្ញាក់ផ្អើលអំពីសមិទ្ធផលដ៏អស្ចារ្យនេះសំណួរដ៏ធំបំផុតមួយគឺហេតុអ្វីបានជាជនជាតិអ៊ីនកាជ្រើសរើសសាងសង់ទីក្រុងនៅលើកំពូលភ្នំដែលពិបាកទៅដល់អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជឿថាទីតាំងនេះផ្ដល់ការការពារពីសត្រូវនិងជួយឲ្យពួកគេមើលបានឃើញពីចម្ងាយអ្នកខ្លះវិញជឿថាភ្នំនេះគឺជាកន្លែងស័ក្តិសិទ្ធិសម្រាប់បូជាហើយ Machu Picchu ត្រូវបានសាងសង់សម្រាប់ធ្វើពិធីសាសនានិងរាជវង្សទោះជាយ៉ាងណារហូតមកដល់សព្វថ្ងៃនេះគ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថាគោលបំណងពិតរបស់ទីក្រុងនេះគឺជាអ្វីនោះទេអ្វីដែលធ្វើឲ្យ Machu Picchu ល្បីល្បាញមិនមែនត្រឹមតែទីតាំងរបស់វាទេប៉ុន្តែគឺវិធីសាស្ត្រសាងសង់ថ្មធំៗរាប់តោនត្រូវបានកាត់ឲ្យស៊ីគ្នាយ៉ាងជាក់លាក់ដោយមិនប្រើស៊ីម៉ង់ឡើយការរៀបថ្មបែបនេះអនុញ្ញាតឲ្យជញ្ជាំងផ្លាស់ទីបាននៅពេលមានរញ្ជួយដីហើយត្រឡប់មកសភាពដើមវិញនេះជាមូលហេតុដែលអគារជាច្រើននៅទីនោះនៅតែឈររឹងមាំបន្ទាប់ពីជាង500ឆ្នាំជីវិតនៅ Machu Picchu មានភាពសាមញ្ញប៉ុន្តែរៀបចំបានយ៉ាងល្អប្រជាជនដាំដំណាំដូចជាពោតដំឡូងនិងបន្លែផ្លែឈើផ្សេងៗនៅលើជណ្ដើរកសិកម្មដែលអាចទប់ដីនិងរក្សាទឹកបានយ៉ាងមានប្រសិទ្ធភាពពួកគេចិញ្ចឹមសត្វអៃឡាម៉ាសម្រាប់ដឹកជញ្ជូននិងប្រើរោមសម្រាប់ធ្វើសម្លៀកបំពាក់ជារៀងរាល់ថ្ងៃមនុស្សនៅទីនេះធ្វើកសិកម្មគោរពសាសនានិងរស់នៅស្របតាមបែបធម្មជាតិដែលជាមូលដ្ឋាននៃអរិយធម៌អ៊ីនកាប្រហែលមួយទសវត្សរ៍ចាប់ពី Machu Picchu ត្រូវបានសាងសង់ទីក្រុងនេះត្រូវបានបោះបង់ចោលប៉ុន្តែគ្មានឯកសារណាមួយបញ្ជាក់អំពីមូលហេតុពិតប្រាកដនោះទេអ្នកប្រវត្តិសាស្ត្រខ្លះជឿថាបន្ទាប់ពីជនជាតិអេស្ប៉ាញចូលឈ្លានពានអាណាចក្រអ៊ីនកាប្រជាជនបានចាកចេញដើម្បីសុវត្ថិភាពខណៈអ្នកផ្សេងទៀតគិតថាជំងឺដែលនាំចូលពីអឺរ៉ុបអាចជាមូលហេតុដែលធ្វើឲ្យទីក្រុងត្រូវបានទុកចោលដោយសារតែវាស្ថិតនៅភ្នំដាច់ស្រយាល Machu Picchu ត្រូវបានព្រៃនិងអាប់លាក់បាំងអស់ជាច្រើនសតវត្សរ៍នៅក្នុងឆ្នាំ 1911 អ្នកស្រាវជ្រាវជនជាតិអាមេរិកលោក Hiram Bingham បានធ្វើដំណើរទៅទីនេះដើម្បីស្វែងរកទីក្រុងបុរាណរបស់ជនជាតិអ៊ីនកាដោយមានការណែនាំពីប្រជាជនក្នុងតំបន់គាត់បានឡើងលើភ្នំហើយឃើញសំណង់ដ៏អស្ចារ្យដែលត្រូវបានលេបបាត់ដោយរុក្ខជាតិការរកឃើញនេះបានធ្វើឲ្យ Machu Picchu ល្បីល្បាញទូទាំងពិភពលោកហើយក្លាយជាប្រធានបទស្រាវជ្រាវរហូតមកដល់សព្វថ្ងៃនេះ Machu Picchu ត្រូវបានទទួលស្គាល់ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតមួយរបស់មនុស្សជាតិនៅក្នុងឆ្នាំ 1983 វាត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់ពិភពលោកបន្ទាប់មកនៅឆ្នាំ 2007 វាត្រូវបានជ្រើសរើសជាទីកន្លែងអច្ឆរិយៈទាំង7របស់ពិភពលោកជារៀងរាល់ឆ្នាំមានភ្ញៀវទេសចររាប់លាននាក់មកទស្សនាទីក្រុងបុរាណមួយនេះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ
និងសំណង់ដ៏អស្ចារ្យរបស់អាណាចក្រអ៊ីនកាបន្ទាប់ពីជាង500ឆ្នាំ Machu Picchu នៅតែឈរបានយ៉ាងរឹងមាំនៅលើកំពូលភ្នំដូចជាកំពុងរក្សាអាថ៌កំបាំងរបស់ខ្លួនតើវាជារាជវាំងរបស់ព្រះចៅអធិរាជឬជាកន្លែងបូជាសាសនាដ៏ស័ក្តិសិទ្ធិប្រហែលជាចម្លើយពិតនៅមិនត្រូវទាន់បានរកឃើញទាំងស្រុងនៅឡើយប៉ុន្តែរឿងមួយដែលយើងដឹងច្បាស់នោះគឺ Machu Picchu បានបង្ហាញថាអរិយធម៌អ៊ីនកាមានចំណេះដឹងនិងជំនាញវិស្វកម្មដ៏អស្ចារ្យដែលធ្វើឲ្យពិភពលោកនៅតែមានការស្ញើសរសើររហូតមកដល់សព្វថ្ងៃសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីអាថ៌កំបាំងនិងប្រវត្តិសាស្ត្រដែលគួរឲ្យចាប់អារម្មណ៍នៅជុំវិញពិភពលោក